มาดับประตู Skin Legend ในក្នុង Game Mobile Legends สำหรับទាំងអស់គឺមាន14 Skin ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំលើកតែ5 Skin មក Red សិនទេព្រោះដងអ្នកគ្នាធ្លាប់តែឃើញគេដាក់បន្ទុកទៅលើ Hero ឬមកក៏ Skin Hero អីហ្នឹងអញ្ចឹងទៅប៉ុន្តែខ្ញុំឃើញថា Skin Legend ហ្នឹងអត់ទាន់មានអ្នកធ្វើទេខ្ញុំធ្វើហ្មងទៅឬមួយក៏មានអ្នកធ្វើហើយខ្ញុំអត់ទាន់ឃើញក៏អត់ដឹងដែរអញ្ចឹងចូលទៅធ្វើហ្មងទៅ Skin ទី1នេះគឺជា Skin Alpha Legend ដែលខាង Mobile Legend ទើបនឹងចេញថ្មីនេះឯង Skin នេះវាថ្មីសម្រាប់ខ្ញុំខ្លាំងមែនតើព្រោះដោយសារតែខ្ញុំមិនមែន Die Fighter ទេអញ្ចឹងចំពោះ Skin Fighter អីខ្ញុំអត់សូវបានមើលឃើញឬមកក៏ check មើលទេមិនសូវបានមើលឃើញទេរបៀបថាឲ្យតែ Skin Fighter អីអញ្ចឹងទៅខ្ញុំចេះតែអត់យកភ្នែកមើលព្រោះខ្ញុំអត់ដែរលេងប៉ុន្តែខ្ញុំឃើញ Skin មួយនេះវា unique copy គេអញ្ចឹងវារៀងប្លែក Intro Skin ជាមួយនឹងរូបរាងរបស់ Skin ហ្នឹង design មកស្អាតមែនតើរបៀបថាគេចេញមកបែបកងតបប្រយុទ្ធគ្នាហើយគេមានផ្កាកលាបមានអីអញ្ចឹងទៅនិយាយទៅវាស្អាតទាំងរូបរាងជាមួយនឹង background intro អីហ្នឹងវាសមគ្នាមែនតើនេះប៉ុន្តែអ្នកគ្នាមានចាប់អារម្មណ៍កន្លែងមនុស្សយន្តរបស់ Alpha នេះនៅពេលដែល Alpha រៀងយាអាទីមកវារៀងលោតមកយើងដឹងនៅក្នុង Skin មួយហ្នឹងគេធ្វើវាមកអាកន្លែងមនុស្សយន្តហ្នឹងដូចទៅនឹងរឿង Parasite មួយនេះអញ្ចឹងខ្ញុំមើលទៅស្តៀងតែឯងឬមកក៏អ្នកគ្នាមើលឃើញដូចខ្ញុំអត់ទេប៉ុន្តែចំពោះខ្ញុំមើលទៅវាស្តៀងអញ្ចឹងឥឡូវយើងចូលមកមើល skill effect របស់ skin មួយនឹងម្ដងចាំយើងមើល skill effect អីហើយអស់ហើយចាំយើងដាក់បន្ទុកថាវាបានបន្ទុកម៉ាន skill ទី1នេះពេលដែលដាក់មកវាដូចជាចេញស្លាកកញ្ជិលអញ្ចឹងទៅប៉ុន្តែខ្ញុំឮថា skin មួយនឹងវាមាន passive ទៀតនៅពេលដែលយើងបាន 10k ទៅវាដូចជា skill effect ថ្មីរបៀបថា passive របស់វានឹងនៅពេលដែលយើង clear បាន 10k ទៅវាបែកចេញជា skill effect ថ្មីច្បាស់ជាងមុនអញ្ចឹងនិយាយទៅ skill ទី1និង skill ទី2នៅពេលដែលអត់បានបែក passive ទៅក៏វានៅតែស្អាតដែរនិយាយទៅវាច្បាស់ដែរ skin មួយនឹងវា unique ខុសពីគេវាមានច្រើនកន្លែងដែលពិសេសអញ្ចឹងសម្បីតែ skill ទី3របស់វានៅពេលដែលចេញមកវាចកត់ថ្មនៅលើ enemy ហើយ Parasite នឹងបាញ់មកវាស្អាត skill effect វាច្បាស់និយាយទៅអត់ទាន់បាយ passive ផងវាស្អាតប៉ុណ្្នឹងឯងនំតែបាយ passive ទៀតប៉ុន្តែនៅក្នុងកន្លែង skill effect កន្លែងប្រើ skill អស់នេះវាមានដាក់កន្លែង passive ណាយើងមើលទេសំខាន់ skin មួយនេះវាប្លែកដាច់គេពី13 skin legend ផ្សេងទៀតវាមានទាំងលេខរៀងសម្រាប់អ្នកដែលចាប់បានមុនបានសំខាន់វាប្លែកខុសគេកន្លែងលេខរៀងនឹងហើយវាមាន portrait នៅពេលដែលចូល game ហើយវាលោតមកបែប demonic ចឹងទៀតអញ្ចឹង skin មួយនេះសម្រាប់ខ្ញុំ rate ឲ្យវា9កន្លះលើ10អូចំពោះអ្នកដែលអត់ទាន់បានដាក់យក ticket លើកទី2នៅក្នុង event មួយហ្នឹងទេអ្នកគ្នាប្រញាប់ទៅដាក់ទៅវាផតនៅខាងក្រៅ Baby Store ក៏គាត់មាន promotion ដែរហើយនេះជា list promotion ដែលមិនរបស់គាត់អញ្ចឹងអ្នកគ្នាអាចដាក់តម្លៃ promotion ហ្នឹងដើម្បី claim យក ticket ទៅបើកនៅក្នុង event ហ្នឹងបានអ្នកដែលមានកង់ឬមកក៏អ្នកដែលចេះដាក់ខ្លួនឯងអ្នកគ្នាអាចចូលទៅក្នុង website ដាក់ដោយខ្លួនឯងក៏បានដែរពួកអ្នកដែលអត់ចេះដាក់ឬមកក៏អ្នកដែលអត់មានកង់ទេអ្នកគ្នាអាចឆាចូល page ឲ្យគាត់ដាក់ឲ្យក៏បានដែរSkin ទី2ជា Skin Legend របស់ Lunok Skin មួយនេះចេញយូរគ្រាន់បើដែរហើយក៏មិនជា Skin Limited ដែរគេដាក់លក់នៅក្នុង shop ដូចគ្នាទេឲ្យតែយើងសំបានអា Crystal នេះគ្រប់បាន200គឺយើងទិញវាបានហើយចំពោះ intro skin របស់មួយនេះវិញចេញមកត្រជាក់ភ្នែកគឺឆ្វាចស្អាតខ្លាំងមែនទែនពណ៌ក្រហមលាយទឹកក្រូចជាមួយនឹងពណ៌ផ្ទៃមេឃលាយចូលគ្នាវាបែបដិតច្បាស់ស្អាតហើយចំពោះគ្រប់ Skin Legend ទាំងអស់គឺយើងអាចបវល់មើលវាបាន360 degree ហ្មងនិយាយទៅមកជុំវិញខ្លួនចំពោះ Skin Lunok Legend មួយនេះវាតាក់ទងជាមួយនឹង Skin Event Kitchen Dance Setsu ដែរតែការ design របស់វាឯហ្នឹងគឺស្អាតដូចគ្នានិយាយទៅមក skin នៅក្នុង Mobile Legends ទាំងអស់គឺ skin មួយហ្នឹងឯងដែលខ្ញុំឆ្លាញ់ជាងគេរបៀបថាចេញមកគឺអត់មានអ្នករិះគន់ទេចេញមកបែបមកស្អាតឆ្វាចហ្មង skin មួយហ្នឹងវាចេញមកយូរដែរប៉ុន្តែគ្រាន់តែការគិតថាចង់ revamp អីហ្នឹងក៏ខាង Mobile Legends អត់ចង់ revamp ដែរដោយសារតែ player ហ្នឹងពេញចិត្តជាមួយនឹង skin មួយហ្នឹងខ្លាំងមែនតើតែខ្ញុំមានតែឆ្ងល់ skin មួយហ្នឹងវាស្អាតប៉ុណ្្នឹងឯងប៉ុន្តែមិនដាក់លក់នៅក្នុង shop ធម្មតាអញ្ចឹងនៅពេលដែលចេញមកមិនអត់ដាក់ចាប់ដូច skin Alpha អញ្ចឹងប៉ុន្តែកន្លែងហ្នឹងយើងមិនបាច់ឆ្ងល់ល្អជាង Mobile Legends ដាក់អញ្ចឹងមកយើងបានលេងគ្រប់គ្នាវារៀងធូរថ្លៃឥឡូវយើងចូលមកមើល skill effect របស់វាម្ដង Hero Lunok នេះមាន4 skill និយាយទៅ skill វាច្រើនដូចទៅនឹង Kagura អញ្ចឹង skill ទី1របស់វានេះគឺស្អាតព្រោះចេញទៅចេញជាសត្វហុងក្រហមមួយរបៀបថាគេធ្វើ skill effect ចេញមកគឺត្រូវជាមួយនឹង skin មួយនឹងខ្លាំងមែនតើព្រោះនៅពីលើស្មា Lunok ហ្នឹងមិនមកខាងពណ៌ផ្ទៃមេឃមកខាងពណ៌ក្រហមអញ្ចឹងចំពោះ skin មួយហ្នឹងខ្ញុំអត់រៀបរាប់ឲ្យលម្អិតជាមួយនឹង skill effect របស់វាទេព្រោះវាចេញយូរមកដែរអញ្ចឹងអ្នកគ្នាច្បាស់ជាធ្លាប់ឃើញគេលេងឬមកក៏ចូលទៅមើលខ្លួនឯងអីអញ្ចឹងទៅចំពោះខ្ញុំហ៊ាននិយាយមកថា skin មួយហ្នឹងវាស្អាតសឹងតែគ្រប់ skill រូបរាង intro skin អីគឺបានមកចប់មកជាមួយនឹង skill effect ស្អាតទៀតហើយសំខាន់ hero មួយហ្នឹងវាមាន skill ច្រើនទៀតអញ្ចឹងសប្បាយភ្នែកមើលខ្លាំងមែនតើមើលតែ skill ទី4របស់គេទៅគឺដឹងហើយវាថាប្រើមកវាត្រជាក់ភ្នែកវាច្បាស់ហ្មងប៉ុន្តែអ្នកដែលទូរស័ព្ទល្មមអីទៅលេង skin មួយហ្នឹងធានាថាមកឆាប់ក្តៅហើយវារាងកាំងហ្មងតែបើសិនជាយើង setting មកជា graphic ធម្មតាអីវាមិនអាចលេងបានតែបើដាក់ ultra អីត្រៀមខ្លួនទៅក្តៅឆេះទូរស័ព្ទហើយអញ្ចឹងចំពោះ skin Lunok Legend មួយនេះខ្ញុំឲ្យវា10លើ10មែនដោយសារតែខ្ញុំ player make ឬមកក៏ចូលចិត្តលេង Lunok អីហ្នឹងហើយ upload ឲ្យវាច្រើនណាស់ប៉ុន្តែចិត្តស្ដែងវាស្អាតអញ្ចឹងមែនហើយមួយទៀតផ្លេចបញ្ជាក់អ្នកគ្នា beta ឲ្យខ្ញុំចំពោះការ vote skin vote អីហ្នឹងគឺមិនមែនយកមកពីណាទេអានេះគ្រាន់តែជាអារម្មណ៍ខ្ញុំឬមកក៏ការគិតរបស់ខ្ញុំទេថាខ្ញុំឲ្យទៅលើ skin មួយហ្នឹងប្រមាណអីប្រមាណអញ្ចឹងទៅអញ្ចឹងបើចំពោះអ្នកគ្នាវិញអ្នកគ្នាឲ្យប្រមាណក៏តាមនឹងទៅអាច comment នៅក្រុមនឹងបាន skin ទី3នេះគឺជា skin Legend របស់ Granger skin មួយហ្នឹងចេញមកយូរដែរហើយចេញយូរជាង Lunok ទេប៉ុន្តែ skin មួយហ្នឹងគឺអត់ដាក់លក់ដូចទៅនឹង skin Lunok ទេដាក់ឲ្យចាប់ដូច skin Alpha អញ្ចឹងចំពោះ intro របស់ skin Granger Legend មួយហ្នឹងចេញមកស្តៀងទៅនឹង skin Legend របស់ Freya ដែរគេចេញមកបែបនៅយាន
នអវកាសអីចឹងទៅចំពោះរូបរាងរបស់វាវិញខ្ញុំគិតថាប៉ុណ្ណឹងវាស្អាតហើយស័ក្តិសមជាមួយនឹង background ជាមួយនឹង intro របស់វាហើយយើងក៏អាចបបលមើលវា360 degree ដូចទៅនឹង Skin Legend ដទៃដែរនិយាយទៅឲ្យ Skin Legend បបលបាន360 degree ហ្មងប៉ុន្តែអ្នកគ្នាមានដឹងកន្លែងនេះរត់នៅពេលដែលយើង zoom out ទេវានឹងចេញមកបែបនេះអ្នកគ្នាគ្រាន់តែយកម្រាមដៃពីរអ្នកគ្នានឹងឆ្កូតទៅលើអូរបៀបទាញទៅលើ skin មួយហ្នឹងទៅវាចេញមកបែបហ្នឹងឲ្យយើងបបលមើលទៅហើយឥឡូវយើងចូលមកមើល skill effect របស់ skin មួយហ្នឹងហ្មងអាងដាក់បន្ទុកវាចំពោះ skill ទី1វិញខ្ញុំគិតថា Skin Legend ប៉ុណ្ណឹងវារៀងអូខេហើយនិង skill ទី2ទី3អីវិញនៅពេលដែលប្រើ skill ទី2ដូចជាចេញបែប Black Hole មកវារៀងខ្មៅដិតដែរអញ្ចឹងមើលមករៀងទំនងស្អាតណាមួយ Hero Granger មួយហ្នឹងទើបតែ revamp ប្រើ skill បានញឹកខ្លាំងមែនតើអញ្ចឹងទៅ player Granger ឬមកក៏អ្នកដែលបាន skin ហ្នឹងទិញ skin ហ្នឹងលេងអញ្ចឹងវាចំណេញណាយើងអាចប្រើវាបានរហូតមើលឃើញរហូតណាមក skill របស់ Granger ទាំងអស់ហ្នឹងខ្ញុំឆ្លាញ់ skill ទី3ជាងគេនៅពេលដែលបាញ់ចំទៅលើ enemy ទៅវាលោត Black Hole ធំមកវាច្បាស់ហ្មងណាមួយបើយើងមាន skin មួយហ្នឹងវាពិតជាចំណេញមែនតើនៅពេលដែលយើងលេងវាទៅយើងប្រើ skill របស់វាបានរហូតយើងមើលឃើញរហូតណាចូលអ្នកគ្នាគិតមើល skin collector របស់ Valentina ចុះឡើងទៅ copy hero គេអត់ដែរប៉ុន្តែខ្ញុំគិតថាមក skin Granger ទាំងអស់ខ្ញុំគិតថាមានតែ skin Excelsior ជាមួយនឹង skin collector តែវារៀងខ្វាន់មើលតែខ្ញុំអត់ហ៊ាននិយាយទេព្រោះខ្ញុំមិនមែនជា player Granger ដែរទេគ្រាន់តែអាហ្នឹងជាការគិតរបស់ខ្ញុំទេប៉ុន្តែវា skin មួយវាមានភាពស្អាតផ្សេងគ្នាអញ្ចឹងទៅអញ្ចឹងចំពោះ skin Granger Legend មួយហ្នឹងខ្ញុំឲ្យវា7 លើ 10ចុះចំពោះអ្នកគ្នាវិញឲ្យ vote skin ហ្នឹងប្រហែលដែរអាច comment នៅក្រុមហ្នឹងបានចំពោះ skin ទី4វិញគឺជា skin Legend របស់ Johnson ឈ្មោះរបស់ hero ហ្នឹងមិនដឹង Johnson មិនដឹងឬមកក៏ Johnson ដឹងទេប៉ុន្តែពេលច្រើនខ្ញុំឃើញគេហៅវា Johnson អញ្ចឹងខ្ញុំហៅវា Johnson ហ្មងទៅ intro skin Legend មួយនេះចេញមកបែបក្រហមឆ្អិនឆ្អៅហ្មងគឺមានតែពណ៌ក្រហមហ្មងតែវាជា skin Legend អញ្ចឹងវាចេញមកបែបប្លែកខុសពីគេអញ្ចឹងឯងដូច skin ហ្នឹងជីឡានទេដល់ពេលដាក់ AT ទៅចេញជាសេះវិញតែខ្ញុំមើលវាយូរទៅ skin មួយហ្នឹងចង់កាត់ពី3 hero មិនទេដូច Atlas ផងដូច Tigreal ផងគ្រាន់តែថា skin Legend ថេងមួយនេះវាគ្រាន់បើជាង Franco ដែរវាចេញមកបែបក្រហមឆ្អិនឆ្អៅស្អាតដិតហ្មងសំខាន់នៅពេលដែលយើងបបវាមើល360 degree ទៅនេះពីមុខ Johnson ពងអង្គុយមើលហ្នឹងនៅពីលើនោះដូចមានភពមួយដែលត្រូវឆ្លងទៅមួយទៀតអញ្ចឹងដោយកន្លែងដែល Johnson ពងអង្គុយអញ្ចឹងនៅភពបុរាណមួយទៀតឬមកក៏ឋានសួគ៌មួយទៀតអញ្ចឹងទៅហើយនៅកន្លែង Black Hole មួយហ្នឹងវាចេញទៅជាកន្លែងសម័យមួយដែលទំនើបអ្នកនេះមានឃើញអាគារខ្ពស់ហើយអធិស្ឋានផងបើពេលខ្លះទៅខ្ញុំនិយាយរឿងជាប់មកជាប់អីចឹងទៅព្រោះវីដេអូនេះខ្ញុំ voice over ច្រើនមែនតែឡើងចូល10នាទីឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅមើល skill effect វាតែម្ដងទៅស្រួលយើងសរុបសេចក្តីហើយ vote ដាក់បន្ទុកវាហ្មងយើងបានដឹងស្រាប់ហើយថា hero Johnson ហ្នឹងជា hero ថេងហើយ passive របស់វាហ្នឹងនៅពេលដែល enemy វាយវាចិត្តអស់ឈាមចិត្តងាប់ទៅវានឹងលុត passive ឈាមសមកហើយចំពោះ passive នៅក្នុង skin Legend មួយនេះនៅពេលដែល enemy វាយវាចិត្តងាប់ទៅវាលុត passive ហ្នឹងបែបក្រហមរៀងឆេះពេញខ្លួនអញ្ចឹងណាបើ skill ទី1វិញនៅពេលដែល skin មួយហ្នឹងប្រើចេញមកស្គប់ទៅវាដូចចេញសត្វហុងមួយឬមកក៏អាញូមួយដែលដំទៅលើ enemy អញ្ចឹងសំខាន់ខ្ញុំឆ្លាញ់តពណ៌ skill effect ទេវាដិតច្បាស់ល្អហ្មងហើយបើ skill ទី2វិញនៅពេលដែលប្រើទៅដូចទៅដុត enemy អញ្ចឹងសំខាន់ skin មួយហ្នឹងគឺខ្ញុំឆ្លាញ់ជាងគេគឺ skill ទី3ហ្នឹងឯងនៅពេលដែលប្រើវាចេញមកដូចមានសិស្សមកគូហើយគេជាអាទិសអញ្ចឹងទៅស្តៀងទៅនឹងលោកតាណូអែប៉ុន្តែលោកតាណូអែនេះគឺចេញតែពេល Christmas ទេតែ Johnson នេះចេញមកក៏ហមឆេះហ្មងបុកមិនស្រួលឆេះសំខាន់វាឆេះខ្លាំងហើយនៅពេលដែលបុក enemy ហ្នឹងវាបែកផ្កាភ្លើងមកឡើងវា skin មួយហ្នឹងវាដិតហ្មងខ្ញុំមិនមែនជាដៃថេងឬមកក៏ដៃ support ទេប៉ុន្តែខ្ញុំឃើញ skin មួយហ្នឹងវាស្អាតមែនវាស្អាតជាង Franco ឥឡូវដល់ពេលដែលយើងត្រូវ vote skin មួយហ្នឹងចំពោះ skin មួយហ្នឹងវិញខ្ញុំឲ្យវា9 លើ 10ដូចដែលខ្ញុំបាននិយាយពីដើមវីដេអូអញ្ចឹងអានេះគ្រាន់តែជាការគិតឬមកក៏ការមើលឃើញរបស់ខ្ញុំទេខ្ញុំឲ្យវាដោយអារម្មណ៍ខ្លួនឯងមិនមែនយកចេញមកពីណាទេពេលខ្លះទៅ skin មួយហ្នឹងវាស្អាតសម្រាប់ខ្ញុំអញ្ចឹងទៅប៉ុន្តែអ្នកខ្លះមើលទៅវាអត់ឃើញស្អាតអញ្ចឹងទៅចុះអ្នកគ្នាវិញគាត់ថា skin មួយហ្នឹងឲ្យបន្ទុកប្រមាណដែរអាច comment នៅក្រុមហ្នឹងបានចុះមកដល់ skin ចុងក្រោយឬមកក៏ skin ទី5 skin ចុងក្រោយនេះគឺជា skin របស់ Universe Legend intro boss skin មួយហ្នឹងចេញមកវាមិនសូវជាឆ្វាយប្រហែលទេបែបផ្ទៃមេឃតែម្ដងតែខ្ញុំនៅតែឆ្ងល់មិនបានខាង Mobile Legend design skin មួយហ្នឹងមកបែបហ្នឹងអញ្ចឹងដោយសារតែយើងមើលទៅលើ intro ឬមួយក៏រូបរាង boss skin មួយហ្នឹងវាចេញមកបែបអនាគតកាលឬមួយក៏គ្រឿងយន្តគ្រឿងអីអញ្ចឹងតែបែរជាលាយជាមួយនឹងផ្កាឈូកឬមួយក៏អាចជាគៀងបុរាណហើយចេញមកកញ្ជ្រោងកតុយ9កតុយ5អីវិញ intro អត់សូវសមហើយរូបរាងការ design វាមកដូចរបៀបចេញមកសោះមិនមែនជា skin Legend សោះខ្ញុំនិយាយត្រង់អ្នកគ្នាមើលម៉ូតសក់មើលរូបរាងកាអៅអីវាបានតាខុសពីគេអញ្ចឹងឯងមិនតែបើនិយាយពីការស្អាតចាក់អីវិញខ្ញុំមើលអត់ឃើញទេសំបីតែ interaction របស់ skin មួយហ្នឹងមានតែមួយទៀតនិយាយទៅបែប Legend បែបសោះខ្យល់ហ្មងអ្នកគ្នាមើលរ៉ូបមួយហ្នឹងបើថាមិនបាន design គ្នាឲ្យស្អាតតែដាក់ skill effect ឬមកក៏រូបរាងចេញមកបែប color ដិតមើលតែសក់ក៏ដឹងដែរសក់ skin Legend ប៉ុណ្ណាណៃតែចងឡើងធម្មតាឥឡូវកុំអត់ថាពេលយូរយើងចូលទៅមើល skill effect របស់ skin មួយហ្នឹងម្ដងបាទខ្ញុំមើលឃើញថាវាជាថាក់អាវាយដៃធម្មតាហ្នឹងគឺចេញមកបែបhero ធម្មតាហ្មងអ្នកគ្នាគិតមើល skin Legend ប៉ុណ្ណាណៃហើយវាយចេញមក skill effect ពណ៌ផ្ទៃមេឃស្តៀងទៅនឹងអា hero អត់ skin នេះខ្ញុំគិតថាវាជាថាក់ហ្នឹងវាអត់សូវស្អាត glow skill ទី1ស្អាតអីអញ្ចឹងបាទអត់ស្អាតដូចគ្នាសម្បីតែ skill ទី2លោតចេញមកណោះ
ឡើងធម្មតាហើយតាមមួយផ្លែទៀត skin មួយហ្នឹងបើដាក់ជា skin epic អីវាគ្រាន់មើលបន្តិចបើដាក់ skin legend អីខ្ញុំគាត់ថា player Guniver ខកចិត្តមិនស្ទើរទេបើ skin មួយហ្នឹងប្រៀបធៀបជាមួយនឹង skin starlight របស់ Guniver មួយហ្នឹងខ្ញុំគាត់ថា starlight រៀងដាច់ជាងហើយតែខ្ញុំគាត់ថានៅថ្ងៃខាងមុខ skin មួយហ្នឹងអាចនឹងមានការ revamp ព្រោះដោយសារតែ skin មួយហ្នឹងទាំងរូបរាងទាំង skin effect អីគឺឆ្កងខ្លាំងណាស់ player បបាក់ទទួលយកអញ្ចឹងខាង Mobile Legends អាចនឹងមើលឃើញនឹង revamp វាអញ្ចឹងចំពោះ skin មួយហ្នឹងខ្ញុំបោតឲ្យវា5លើ10ចុះអ្នកគ្នាវិញគាត់ថា skin មួយហ្នឹងគួរតែបានបន្ទុកប៉ុន្មានដែរអញ្ចឹងវីដេអូ vote skin របស់ខ្ញុំគឺមានតែត្រឹមប៉ុណ្្នឹងទេហើយនេះគ្រាន់តែជាផាកមួយទេបើសិនជាអ្នកគ្នាចង់បានផាក2ឬមួយក៏វគ្គ2អីអាច comment នៅក្រុមនឹងបានបើសិនជាវគ្គ1នេះអត់សូវមានអ្នកគ្រប់គ្រងទេប្រហែលជាអត់មានវគ្គ2ទេព្រោះនៅក្នុងមួយវីដេអូអីវាធ្វើយ៉ាងហត់ដែរបើសិនជាអត់មានអ្នក support ទេក៏ពិបាកធ្វើដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនខ្លាំងមែនតើសម្រាប់ការទស្សនាដល់ចប់បើស្រឡាញ់និងចូលចិត្ត content បែបហ្នឹងទេកុំភ្លេច like follow page របស់ខ្ញុំផងណា